ជាមួយនេះគឺវាឆ្លាតមែនតើបងប្អូនបាទខ្ញុំព្យាយាមទៅដាក់វា2 3 ដងហើយបងប្អូនតែវានៅតែចេញបានទៀតបងប្អូនយើងរកឃើញរុននេះគឺហៅរុនជាបងប្អូនបាទរុនប្រភេទនេះគឺសត្វជាបាទយើងឃើញថាខ្ញុំដាក់អន្ទាក់ធម្មតាដែលយើងដាក់មុខខ្សែមុខរុនវាគឺអត់ជាប់ទេបងប្អូនឥឡូវនេះយើងមានតិចមួយទៀតគឺយើងដាក់អន្ទាក់វាមានជើងបែបនេះគឺដើម្បីឲ្យវារត់កាត់មកដល់ចំពន្លឺនេះគឺជាប់បានល្អមែនតើបងប្អូនបាទហើយមួយទៀតយើងដាក់ផ្កាពីមុខដើម្បីឲ្យវាស៊ីផ្កាបងប្អូនយើងដាក់ចេះអញ្ចឹងហើយគឺវាគាត់តែលូនកាត់មកគឺបានតែម្ដងឥឡូវយើងទស្សនាមើលទាំងអស់គ្នាឥឡូវនេះចាប់ដើមវាចេញមកហើយដោយសារតែជិះនេះគឺវាធ្លាប់មានការដឹងអន្ទាក់ដឹងអីចឹងវាចាប់ដើមងើបហើយវាងើបក្បាលងើបហើយវាមើលឆ្វេងមើលស្ដាំទាំងអស់មុននឹងវាចេញបាទមុននឹងវាបាទចេញទៅកន្លែងណាមកណាវាងើបមើលមែនតើព្រោះវាដឹងថាមានអន្ទាក់មិនអីចឹងប៉ុន្តែមកសារនេះគឺឆ្ងល់ហើយបងប្អូនមើលផ្នែកនេះដកក្បាលមីមកយើងមើលឥឡូវវាចេញបានហើយបាទចូលវិញគឺចំសែនតាក់យើងតែម្ដងបាទជាប់បាត់ហើយបងប្អូនបាទឃើញថាទំនើបទំនងដែរប៉ុន្តែគឺធានាថាបានហើយមិនរួចទៀតទេបងប្អូនបាទយើងធ្លាប់តែមកលើកណាក៏រួចតែជើងនេះបានតែម្ដង